លោកត្រាំថាប្រជាជនអ៊ីរ៉ង់គួរតែងើបបោះបោប្រឆាំងរដ្ឋាភិបាលប្រសិនបើបទឈប់បាញ់ត្រូវបានប្រកាសប្រធានាធិបតីលោកដូណាល់ត្រាំបាននិយាយថាប្រជាជនអ៊ីរ៉ង់គួរតែងើបបោះបោប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់ប្រទេសរបស់ពួកគេប្រសិនបើបទឈប់បាញ់មួយត្រូវបានប្រកាសប៉ុន្តែលោកបានទទួលស្គាល់ថាការធ្វើបែបនេះជារឿងគ្រោះថ្នាក់ចំពោះប្រជាជនអ៊ីរ៉ង់ទីបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកត្រាំបានធ្វើការកោតសម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានកាលពីថ្ងៃច័ន្ទទី6 ខែមេសា 2026លោកត្រាំបាននិយាយថាពួកគេគឺប្រជាជនអ៊ីរ៉ង់ត្រូវតែងើបបោះបោប៉ុន្តែផលវិបាកគឺធំធេងណាស់ខ្ញុំចង់មានន័យថាពួកគេត្រូវបានប្រាប់ប្រសិនបើអ្នកធ្វើបាតកម្មតវ៉ានោះអ្នកនឹងត្រូវបានបាញ់ប្រហារភ្លាមៗលោកត្រាំដែលគម្រាមទម្លាក់គ្រាប់បែកកំទេចរោងចក្រថាមពលនិងស្ពានរបស់អ៊ីរ៉ង់បានបន្តទៀតថាលោកទាល់ជឿថាប្រជាជនអ៊ីរ៉ង់មានឆន្ទៈលះបង់ដើម្បីសេរីភាពក៏បញ្ជាក់ថាលោកត្រាំបានអះអាងដែលថាអាមេរិកបានព្យាយាមបំពាក់អាវុធដល់ក្រុមបាតកោអ៊ីរ៉ង់ប៉ុន្តែអាវុធទាំងនោះមិនបានដល់ក្រុមដៃបាតកោអ៊ីរ៉ង់នោះទេលោកត្រាំមិនបានផ្ដល់ព័ត៌មានលម្អិតថាតើក្រុមមួយណាដែលលោកចោទថាបានយកអាវុធអាមេរិកឡើយតែកាលពីថ្ងៃអាទិត្យសប្តាហ៍មុនលោកត្រាំបានស្រង់សម្ដីដោយអ្នកសារព័ត៌មាន Fox News ម្នាក់ដោយលោកបានស្ដីបន្ទោសក្រុមប្រដាប់អាវុធ Kurd ដែលបានឃាត់រក្សាទុកអាវុធដែលមានគោលដៅបញ្ជូនទៅឲ្យបាតកោអ៊ីរ៉ង់